ACU រកឃើញអធិការរងនគរបាលស្រុកពវលម្នាក់ទទួលលុយពីជនជាតិចិនថៃ $77,400 មេខ្លោងក្រុម Online Scam ជាភ្នូររងការដោះលែងអង្គភាពប្រឆាំងអំពើពុករលួយ ACU រកឃើញអធិការរងនគរបាលស្រុកពវលខេត្តបាត់ដំបងម្នាក់ឈ្មោះរនវាសនាទទួលលុយពីជនជាតិចិនថៃ $77,400 ដែលជាមេខ្លោងក្រុម Online Scam ជាភ្នូរការដោះលែងខុសច្បាប់បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបើតាមរបាយការណ៍របស់អង្គភាពប្រចាំអំពើពុករលួយនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025នេះក្រៅពីអធិការរងនគរបាលស្រុកបវរអង្គភាពប្រឆាំងអំពើពុករលួយក៏បានរកឃើញមនុស្សចំនួន5នាក់ផ្សេងទៀតដែលពាក់ព័ន្ធក្នុងករណីរត់ការដោះលែងក្រុម Online Scam នេះក្នុងនោះមានឈ្មោះតាំងសំណាងជាយោធាមានខ្លួនឈ្មោះហេងសុកណាកិច្ចខ្លួនឈ្មោះមុននីសុកដារ៉ូកិច្ចខ្លួន Overrange Rawi ជាថៅកែពួក Online Scam ចំនួន43នាក់ជាជនជាតិថៃនិងជាអ្នកចំណាយលុយ $77,400 រត់ការដោះលែងកូនចៅកិច្ចខ្លួននិងឈ្មោះ Fin Supar